សួស្តីអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងតមេរៀននឹងទៀតតទៅជាមួយពាក្យនិងប្រយោគភាសាអង់គ្លេសអញ្ចឹងពាក្យនេះយើងអានថា dividend ប្រែថាភាគលាភនឹងលក្ខណៈថាពេលដែលយើងចូលហ៊ុនទៅរកស៊ីអីមួយអញ្ចឹងណាដូចថ្មីនេះឃើញគេឆ្លោះគ្នាណាហ្នឹងហើយរឿងអ្នកវិនិយោគនៅក្នុងសាលាបញ្ញាសាស្ត្រអញ្ចឹងណាឃើញព័ត៌មានគេចុះអញ្ចឹងទៅអត់ទទួលបានភាគលាភផ្សេងអញ្ចឹងទៅតើនេះហ្នឹងហើយអញ្ចឹងការរកស៊ីជាធម្មតាយើងគួរថាបើសិនអាចណារកស៊ីខ្លួនឯងម្នាក់ឯងទៅហ្នឹងហើយវាអត់រញ៉េរញ៉ៃតើនេះហ្នឹងហើយយល់ឡើងហ្នឹងណាហ្នឹងហើយអញ្ចឹងឧទាហរណ៍ the stock pays a yearly dividend ភាគហ៊ុនផ្ដល់ភាគលាភប្រចាំឆ្នាំតើនេះ reinvest your dividends វិនិយោគភាគលាភរបស់អ្នកឡើងវិញទី3 I receive a small dividend ខ្ញុំបានទទួលភាគលាភបន្តិចបន្តួចតើនេះហ្នឹងហើយមានចំណេញតិចតួចអញ្ចឹងណាពីការរកស៊ីដែលយើងដាក់ទុនវិនិយោគហ្នឹងតើនេះហ្នឹងហើយយល់ណាហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងឯងហើយវាចង់រៀនភាសាអង់គ្លេសជាមួយលោកគ្រូតាមអនឡាញជាការបង្វឹកអាចទំនាក់ទំនងតាម Telegram @english with Campbell និងឃើញ account Telegram នេះហើយទំនាក់ទំនងសួរព័ត៌មានតើ right so bye bye